សូមជម្រាបសួរមិត្តអ្នកស្ដាប់ថ្ងៃនេះយើងនឹងមកស្គាល់ប្រលោមលោកដ៏ល្បីមួយមានឈ្មោះថាវាសនានៃនាងនាគ្រីដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីស៊ុយហៀងក្នុងឆ្នាំ1953ប្រលោមលោកនេះបានកើតឡើងក្នុងបរិយាកាសសង្គ្រាមលោកលើកទីពីរដែលប្រទេសខ្មែរយើងបានទទួលរងគ្រោះដោយគ្មានចេតនាអ្វីសោះនាពេលនោះគឺជាជម្លោះរវាងមហាអំណាចធំៗដោយម្ខាងមានអាល្លឺម៉ង់និងជប៉ុនឈរលើជំហរហ្វាស៊ីសនិងម្ខាងទៀតចងបក្សសម្ព័ន្ធមានបារាំងអង់គ្លេសអាមេរិកលើជំហរមូលធននិយមសេរីឯសមរភូមិក្តៅគឺនៅអឺរ៉ុបដែលមានទ័ពហីតឡែរនិងទ័ពបារាំងរួមជាមួយទ័ពសម្ព័ន្ធមិត្តព្រមទាំងមួយផ្នែកទៀតគឺនៅអាស៊ីប៉ាស៊ីហ្វិករវាងទ័ពជប៉ុននិងអាមេរិកសង្គ្រាមនេះកម្ពុជាបានទទួលផលវិបាកជាខ្លាំងមុនសង្គ្រាមលោកលើកទីពីរនេះកើតឡើងកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលបារាំងលុះដល់សង្គ្រាមចូលមកដល់អាល្លឺម៉ង់បានអនុញ្ញាតឲ្យទ័ពជប៉ុនប្រើប្រាស់ទឹកដីខ្មែរធ្វើសង្គ្រាមតាមចិត្តហើយពេលនោះកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ជប៉ុនដល់ខែតុលាឆ្នាំ1945ទ័ពបារាំងនិងអង់គ្លេសមកយកឥណ្ឌូចិនវិញពីជប៉ុនពេលនោះហើយដែលទ័ពបក្សសម្ព័ន្ធបានមកទម្លាក់គ្រាប់បែកជាលើកដំបូងលើរាជធានីខ្មែរនៅចំផ្សារកណ្តាលជ្រុងវត្តឧណ្ណាលោមដែលបណ្តាលឲ្យចេញជាប្រលោមលោកនេះឡើងស្នាដៃអក្សរសាស្ត្រដ៏ជ្រាលជ្រៅនេះបង្ហាញអំពីព្រឹត្តិការណ៍សង្គមកម្ពុជានិងវាសនារបស់ស្ត្រីខ្មែរនាអំឡុងសង្គ្រាមលោកលើកទីពីរសៀវភៅនេះបែងចែកជា10ជំពូកហើយរៀបរាប់តាមដំណើរជីវិតរបស់នាងនាគ្រីយើងនឹងស្ដាប់ទៅជាបន្តបន្ទាប់ជំពូកទី1ក្រុងភ្នំពេញកាលពីថ្ងៃ10កើតខែមាឃឆ្នាំរកាពុទ្ធសករាជ2487ត្រូវនឹងថ្ងៃទី7តុលាឆ្នាំ1945នៅវេលាម៉ោង11ថ្ងៃត្រង់សំឡេងស៊ីរ៉ែនស្រែកឡើងព្រមទាំងសំឡេងជួងនិងស្គរវាយឡើងលាន់ឮសូររំពងជាសញ្ញាប្រាប់ឲ្យប្រុងប្រយ័ត្នមនុស្សម្នានាំគ្នាភ័យស្លន់ស្លោរត់សំដៅទៅលេណដ្ឋានប្រមាណ25នាទីក្រោយមកសំឡេងកងរំពងនិងញ័ររំជួយក៏ក្រៅព្រះធរណីជាសំឡេងសូរគ្រាប់បែកដែលពួកសម្ព័ន្ធមិត្តទម្លាក់គ្រាប់បែកតាមយន្តហោះចង់បំផ្លាញទ័ពជប៉ុនដែលជាប្រចាមិត្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជំពូកទី2តាកំលែងដើររកកូននៅវិថីហ្វីស៊ីញីកន្លែងរងគ្រោះមួយជ្រុងខាងកើតជិតផ្សារកណ្តាលតាកំលែងអាយុប្រហែល60ឆ្នាំជាកូនកាត់ចិនដែលជាឪពុករបស់នាងនាគ្រីកំពុងឈរសម្លឹងមើលទៅផ្ទះរបស់គាត់ដែលរលំបាក់បែកជាគំនរដោយសារគ្រាប់បែកគាត់ឈរសម្លឹងបណ្តើរទឹកភ្នែកហូររហាមបណ្តើរហើយស្រែករកកូនរបស់គាត់មានវ៉ានីនិងនាគ្រីដោយក្តីសង្វេគជាពន់ពេកមួយសន្ទុះក្រោយមកពេលបានទៅដល់មុខវត្តឧណ្ណាលោមស្រាប់តែឃើញចេតិយធំមួយនៅជ្រុងខាងជើងព្រះវិហារបាក់រលំគ្របសង្កត់ទៅលើកុដិរបស់ព្រះសង្ឃដែលនៅក្បែរនោះព្រះសង្ឃខ្លះក៏មានសុគតនៅក្បែរមាត់ទន្លេមានទូកតូចធំបាក់បែកខ្ទេចខ្ទីអណ្ដែតប្រងព្រាតមនុស្សក្នុងទូកទាំងប៉ុន្មានស្លាប់អស់គ្មានសល់រួចគាត់ក៏ដើរសំដៅទៅរកមន្ទីរដែលគេយកមនុស្សរងគ្រោះទៅដាក់ចូលទៅដល់ទីនោះគាត់ខំស្វែងរកមើលកូនរបស់គាត់តែបានជួបនឹងក្មេងស្រីឈ្មោះនាងភិរុនដែលជាអ្នកនៅបម្រើកូនស្រីរបស់គាត់ឃើញដូចនោះគាត់នឹកអរព្រួចមានក្តីសង្ឃឹមថាកូនគាត់អាចនឹងនៅជាមួយនាងជាមិនខានប៉ុន្តែនៅពេលសួរទៅកាន់ភិរុនអំពីដំណឹងកូនរបស់គាត់នាងក៏ពុំដឹងដែរហើយក៏បានរៀបរាប់ថាពេលផ្ទុះគ្រាប់បែកចំផ្ទះនាងនៅខាងក្នុងផ្ទះដែរប៉ុន្តែនាងនៅខាងមុខចំណែកអ្នកនាងនៅខាងក្រោយជិតផ្ទះបាយអ្នកម៉ាលីយាយក្រឹមអ្នកទូចប្អូនតូចនៅជុំគ្នាក្នុងផ្ទះបាយ
មានអ្នកស្រែកពីខាងក្នុងមុខថាឲ្យរត់ចេញរត់ចេញខ្ញុំក៏ស្ទុះច្រានទ្វារខាងមុខចេញមកហើយក៏ដួលសន្លប់ក្រោយដឹងខ្លួនវិញក៏បានមកដល់ទីនេះនាងភិរុនក៏ត្រូវរបួសជាទម្ងន់ដែរតាកំលែងបានពោលថាចៅឯងនេះចំជាអាយុថ្លៃមែនហើយបានហូតយកក្រដាសប្រាក់5រៀលឲ្យទៅភិរុនព្រោះគាត់ត្រូវទៅរកអ្នកផ្សេងទៀតជំពូកទី3តាកំលែងជួបនាងនាគ្រីលើគំនរផ្ទះលុះដល់ពេលរសៀលតាកំលែងបានដើរត្រឡប់ទៅផ្ទះវិញក៏បានឃើញនាងនាគ្រីដែលជាកូនស្រីមានវ័យ16ឆ្នាំនិងចៅស្រីឈ្មោះផេងរិននាងនាគ្រីឈរកាន់ដៃក្មួយស្រីសម្រក់ទឹកភ្នែកនិយាយលួងលោមក្មួយកុំឲ្យវាស្រែកយំរកម្ដាយប៉ុន្តែក្នុងចិត្តបានបួងសួងប្រាថ្នាទេវតាជួយផ្លុំបង្ហើរគំនរឥដ្ឋឲ្យរបើកដើម្បីឲ្យបានឃើញគ្រួសាររបស់នាងភ្លាមនាងនាគ្រីងាកខ្លួនបែរក្រោយបន្តិចក៏បានឃើញឪពុកនៅក្រោយខ្នងស្ទុះស្រវាអោបឪពុកហើយនាំគ្នាទ្រហោយំដោយក្តីអាណយអាធមជាទីបំផុតនាងនាគ្រីបានសួរឪពុកថាលោកប៉ាទើបអញ្ជើញមកពីណាតាកំលែងក៏រៀបរាប់ពីដំណើរដើមទងដែលគាត់បានចេញពីផ្ទះទៅវត្តព្រែកឫស្សីតាំងពីម៉ោង8ព្រឹករហូតដល់ម៉ោង1រសៀលទើបដល់ត្រង់ស្ពានព្រះមុនីវង្សមានមនុស្សដើរឈូឆរនិយាយថានៅជិតផ្សារកណ្ដាលមានការទម្លាក់គ្រាប់បែកពីលើយន្តហោះហើយគាត់ស្ទុះស្ទាមកផ្ទះវិញឃើញតែគំនរឥដ្ឋកម្ពស់ប្រមាណ3ម៉ែត្រហើយគាត់បានរៀបរាប់ពីដំណើរដើមទងដែលទើបត្រឡប់មកដល់ផ្ទះវិញម្ដងទៀតតាកំលែងក៏ប្រាប់កូនស្រីថាព្រឹកស្អែកគាត់នឹងនាំនាគ្រីនិងភេងរិនចៅស្រីយកទៅផ្ញើនឹងសម្លាញ់គាត់ដែលនៅកៀនស្វាយនាងនាគ្រីបានប្រកែកប៉ុន្តែឪពុកបានអង្វរកូនឲ្យរស់នៅទីនោះមួយរយៈសិនទម្រាំគាត់រើគំនរឥដ្ឋរួចរាល់ជំពូកទី4យកនាគ្រីទៅឲ្យរស់នៅកៀនស្វាយលុះពេលព្រឹកឡើងតាកំលែងបានធ្វើដំណើរតាមប្រទេសគោរបស់បុរសម្នាក់ឈ្មោះចក់ដែលគាត់ធ្លាប់ស្គាល់នាំនាងនាគ្រីនិងចៅស្រីទៅកៀនស្វាយដើម្បីផ្ញើឲ្យរស់នៅជាមួយសម្លាញ់មួយរយៈនៅតាមផ្លូវធ្វើដំណើរនាងនាគ្រីគយគន់ទេសភាពនិងទិដ្ឋភាពតាមដងផ្លូវហើយនឹកគិតថាអ្នកនៅស្រែចម្ការនៅបន្តធ្វើច្បារដំណាំជាប្រក្រតីប៉ុន្តែអ្នកនៅទីក្រុងភ្នំពេញកំពុងតែវឹកវរនឹងការទម្លាក់គ្រាប់បែកនិងមានទុក្ខជាខ្លាំងខ្លះរត់ចោលផ្ទះសម្បែងខ្លះត្រូវបាក់បែកខ្ទេចខ្ទីផ្ទះសម្បែងវិនាសព្រាត់ប្រាសបងប្អូននិងទ្រព្យសម្បត្តិដូចជារូបនាងដូច្នោះដែរកំពុងតែគិតស្លង់សង្វេគដល់ខ្លួនឪពុកបានប្រាប់កូនថាយើងចូលមកដល់ឃុំគគីរហើយនៅសល់តែ1គីឡូទៀតយើងនឹងទៅដល់ផ្ទះគេហើយលុះទៅដល់ផ្ទះនៅកៀនស្វាយមានមនុស្សចាស់ម្នាក់មាឌធំដំបងអាយុប្រហែល50ឆ្នាំនៅឈរមុខផ្ទះដ៏ធំស្ដុកស្ដំលុះឃើញតាកំលែងដែលជាមិត្តស្និទ្ធស្នាលក៏ស្ទុះទៅទទួលយ៉ាងរាក់ទាក់និងត្រេកអរជាខ្លាំងតាប៉េងយាយសឹមពេលឃើញនាងនាគ្រីពួកគាត់ខំសម្លឹងមើលមិនដាក់ភ្នែកដោយសារនាងមានរូបឆោមលោមពណ៌ល្អស្រស់ប្រំប្រៃហើយខ្លួនក៏ពុំមានកូនស្រីទៀតបន្ទាប់មកតាប៉េងបានសួរសុខទុក្ខតាកំលែងឯតាកំលែងក៏រៀបរាប់ពីហេតុការណ៍កើតឡើងទាំងទឹកមុខក្រៀមក្រំអំពីការបាត់បង់សាច់ញាតិនិងទ្រព្យសម្បត្តិដែលត្រូវខ្ទេចខ្ទីដោយគ្រាប់បែកព្រមទាំងស្លាប់មនុស្សស្លូតត្រង់ជាច្រើនប៉ុន្តែទ័ពជប៉ុនគ្មានឃើញអន្តរាយអ្វីឡើយតាកំលែងបាននិយាយសុំផ្ញើកូនស្រីនិងចៅស្រីម្នាក់ឲ្យរស់នៅជាមួយតាប៉េងយាយសឹមមួយរយៈតាប៉េងក៏មិនបានប្រកែកដោយព្រមទទួលអ្នកទាំងពីរព្រមទាំងឲ្យប្រាក់500រៀលទៅតាកំលែងជាសហួយត្រឡប់ទៅវិញនិងសម្រាប់ជួមនុស្សឬគំនរឥដ្ឋនៅពេលនោះក៏បាននិយាយដល់កូនប្រុសរបស់តាប៉េងយាយសឹមដែលមានឈ្មោះថាស៊ីណាតតាប៉េងយាយសឹមមានតែកូនប្រុសម្នាក់នេះប៉ុណ្ណោះហើយពុំទាន់មានគូស្រករនៅឡើយទេមុនត្រឡប់មកភ្នំពេញវិញតាកំលែងបាននិយាយផ្តែផ្ដាំកូនស្រី
ឲ្យខំយកចិត្តទុកដាក់បម្រើគេ និងមើលថែទាំក្មួយស្រីឲ្យបានល្អកុំធ្វេសប្រហែស ហើយគាត់នឹងឆាប់ត្រឡប់មកយកអ្នកទាំងពីរទៅវិញ។